ក្រោយមកដែរមកគាត់ក៏មានប្តីថ្មីហ្នឹងហើយប្តីថ្មីអត់ចូលចិត្តនេះតទេគាត់ហ្នឹងចំណាយពេលជាច្រើនដើម្បីសិក្សាពីវិទ្យាសាស្ត្រជាពិសេសរូបមន្តទៅលើរូបវិទ្យានិងគណិតវិទ្យាអញ្ចឹង Newton ក៏បានបែកជាច្បាប់មាន3បច្ចុប្បន្នមាន3យ៉ាងគាត់បានបង្កើតនៅអីដែលថ្មីមួយសម្រាប់វិស័យគណិតសាស្ត្រគឺការកណនាតាមបែប Derivative និង differential តែគាត់គិតអត់ចេញទេគាត់គិតអត់ចេញដល់ពេលថ្ងៃមួយទៅអង្គុយចិញ្ចឹមនៅវាលស្រែក្រោមដើមប៉មតើប៉មធ្លាក់ចំក្បាលមកបាននឹកឃើញអាហ្នឹងវាចឹងតាបើនិយាយពី IQ Newton មិនអាចប្រៀបមួយ Einstein បានទេគឺឆ្ងាយគ្នាដាច់ភឹងតែម្ដង Newton IQ ទាបទេប៉ុន្តែគាត់សម្រេចការងារបានច្រើនជាង Einstein សួស្តីអ្នកគ្នាខ្ញុំបាទតារាខ្ញុំសំណាងថ្ងៃនេះពួកយើងនឹងមកបកស្រាយនៅប្រធានបទថ្មីមួយទៀតតាក់ទងជាមួយនឹងបេតាវិទ្យាសាស្ត្រគឺលោក Isaac Newton អ្នកទាំងនេះដឹងថា Isaac Newton គឺជាបេតារូបវិទ្យាគណិតវិទ្យានិងអាចចាត់ទុកថាគឺជាបេតាវិទ្យាសាស្ត្រមួយដ៏ល្បីល្បាញប្រចាំប្រវត្តិសាស្ត្ររបស់មនុស្សជាតិយើងហើយគាត់គឺជាមនុស្សដែលថាកម្រមានមែនទែននៅក្នុងពិភពនៃវិទ្យាសាស្ត្រហើយថ្ងៃនេះសំណាងគាត់នឹងបកស្រាយតាក់ទងជាមួយនឹងប្រវត្តិដើមតងក្នុងការបង្កើតរូបមន្តផ្សេងហើយនិយាយរួមទៅគឺជីវប្រវត្តិរបស់ Isaac Newton តែម្ដងតោះសំណាងយើងអាចចាប់ផ្ដើមបានសួស្តីបងប្អូនគ្នាថ្ងៃហ្នឹងយើងនឹងមកនិយាយអំពីប្រវត្តិរបស់អ្នកប្រាជ្ញដ៏ល្បីគឺ Isaac Newton អ្នកនរគ្នាដឹងថា Isaac Newton ហ្នឹងគឺជាមនុស្សម្នាក់ដែលបានផ្លាស់ប្ដូរនៅក្នុងវិទ្យាសាស្ត្រពិភពលោកតែម្ដងគឺគាត់ជាអ្នកដែលនាំមកមានការបង្កើតទ្រឹស្ដីវិទ្យាសាស្ត្រទំនើបនិងមានការរៀបចំនៅការគណនាតាមបែបវិទ្យាសាស្ត្រជាច្រើននិយាយទៅសំណាងតាក់ទងជាមួយលោក Isaac Newton បើយើងរៀនអ្នករៀននៅថ្នាក់រូបវិទ្យាឬក៏គណិតវិទ្យាអីគឺយើងតែងតែលើឈ្មោះគាត់ហើយជាពិសេសនៅរូបវិទ្យាគេថាគិតជា Newton អីចឹងណាគឺជាដែលគាត់អ្នករកឃើញលោក Newton នេះគាត់គឺជាជនជាតិអីដែរហើយគាត់កើតនៅថ្ងៃណាដែរសំណាងNewton គឺជាជនជាតិអង់គ្លេសគាត់កើតនៅថ្ងៃទី4មករាឆ្នាំ1643និយាយទៅគាត់កើតនៅក្នុងទឹកដីអង់គ្លេសបន្តមកតែពេលដែលគាត់កើតហ្នឹងប្រទេសអង់គ្លេសក៏វឹកវរដែរវឹកវរយ៉ាងម៉េចដែរពេលហ្នឹងដោយសារតែមានការផ្លាស់ប្ដូររបបនយោបាយនៅប្រទេសអង់គ្លេសគឺពួកខាងយើងអាចថាជាពួកខាងក្រុមអីគេណាដែលបានបដូរលំរាជានិយមអញ្ចឹងណាតែក្រោយមករាជានិយមក៏បានកើតឡើងវិញសំណាងខ្ញុំកាត់តម្កល់ឃើញថានៅអង់គ្លេសមានធ្លាប់បដូរជានិយមដែរតែកាត់ឡើងវិញសុំរំលឹកតិចមើលតើហេតុផលអីបានបដូរលំហើយបានកាត់ឡើងបើថាអាចកាត់ឡើងទៀតហ្នឹងពេលហ្នឹងដូចថាក្រុមបះបោយទៅគាត់បដូរលំរបបរាជានិយមទៅប៉ុន្តែដោយសារអំណាចកណ្ដាលអត់រឹងមាំទៅក៏បានធ្វើឲ្យរាជានិយមងើបឡើងវិញអញ្ចឹងណាចឹងតកតងជាមួយនឹងលោក Isaac Newton នេះគឺគាត់កើតតាំងពីឆ្នាំ1600ជាងនោះខ្ញុំថាយូរមែនតើ300ឆ្នាំហ្នឹងគេគិតដល់ឥឡូវប៉ុន្តែរូបមន្តរបស់គាត់ការសិក្សាស្រាវជ្រាវរបស់គាត់របស់កំភើញរបស់គាត់ដែលគាត់រកឃើញហ្នឹងគឺសុទ្ធសឹងតែយើងយកមកប្រើដល់សប្តាហ៍ហ្នឹងសំណាងនិយាយតិចមើលតើគាត់ស្ថិតនៅក្នុងគ្រួសារអីហើយគាត់និយាយថាមានយ៉ាងម៉េចដែរដោយសារគាត់ខ្លាំងឡើងអញ្ចឹងអូខេIsaac Newton គឺជាបុគ្គលម្នាក់ដែលកើតក្នុងគ្រួសារដែលអត់សូវសមប្រកបទេពេលដែលគាត់ទៅតែមិនទាន់បានកើតផងនៅពេល3ខែមុនមានថាគាត់អាយុទៅមាននឹងពោះ7ខែឪពុករបស់គាត់បានស្លាប់ហើយម្ដាយរបស់គាត់ហ្នឹងក៏មានក្រោយមកម្ដាយរបស់គាត់ក៏មានប្តីថ្មីហ្នឹងណាហើយប្តីថ្មីអត់ចូលចិត្ត Newton ទេអញ្ចឹងម្ដាយរបស់គាត់ហ្នឹងបញ្ជូនគាត់ឲ្យទៅរស់នៅជាមួយនឹងយាយតាធ្វើអញ្ចឹងធ្វើឲ្យគាត់ហ្នឹងជាក្មេងដែលខ្វះភាពកក់ក្ដៅពីពុកម្ដាយអញ្ចឹងណាប៉ុន្តែគាត់កើតនៅក្នុងគ្រួសារមួយដែលអត់សូវមានភាពកក់ក្ដៅប៉ុន្តែអាចថាគាត់ការសិក្សារបស់គាត់អីបានល្អទេហើយរបៀបរស់នៅគាត់យ៉ាងម៉េចតែសំណាងដឹងហ្នឹងចំពោះ Newton គឺគាត់បានកើតក្នុងគ្រួសារដែលអត់សមប្រកបទេប៉ុន្តែគាត់ជាក្មេងម្នាក់ដែលរៀនបកែគ្រូនៅសាលាគឺស្រឡាញ់គាត់ចូលចិត្តគាត់មែនតើតែដោយពេលមួយដែលជីវភាពខ្វះខាតហ្នឹងគាត់ធ្លាប់ឈប់រៀនធ្លាប់ដែរធ្លាប់ឈប់រៀនកតាឈប់រៀនសារជីវភាពហើយគាត់ទៅធ្វើអីដែរពេលហ្នឹងគាត់ទៅនៅធ្វើសាយកាតែគាត់ចូលចិត្តធ្វើសាយកាទេតែគាត់ទៅហ្នឹងស្របពេលដែលហ្នឹងកតាជីវភាពម្លាយផងហើយនៅពេលហ្នឹងនៅប្រទេសអង់គ្លេសមានផ្ទុះជំងឺប៉េះជំងឺទៅធ្វើឲ្យសាកលវិទ្យាល័យបិទទ្វារអញ្ចឹង Newton ក៏បានភៀសខ្លួនទៅតាមជនបទទៅហើយយ៉ាងម៉េចបានគាត់វិលត្រឡប់មកសិក្សាវិញហើយថាដំណើរជីវិតគាត់បន្ថែមបន្តទៀតយ៉ាងម៉េចដែរអញ្ចឹងហ្នឹងក្រោយមកនៅពេលដែលគេហៅថាព្រំលិខិតលេងសើចមួយជីវិតមនុស្ស Newton គាត់ទៅនៅសាយកាតែគាត់អត់ចូលចិត្តធ្វើសាយកាទេគាត់ហ្នឹងចំណាយពេលជាច្រើនដើម្បីសិក្សាពីវិទ្យាសាស្ត្រជាពិសេសរូបមន្តទៅលើរូបវិទ្យានិងគណិតវិទ្យាតែគាត់ជាមនុស្សម្នាក់ដែលអត់ចេះបង្ហាញអារម្មណ៍ហើយគាត់ជាមនុស្សម្នាក់ដែលគេហៅថាចង់បានអី perfect ហ្មងអញ្ចឹងគាត់
បើសិនជាការស្រាវជ្រាវអត់តន់ដល់កម្រិតទេក៏អត់បង្ហាញទេអញ្ចឹងរូបមន្តហ្នឹងក៏គាត់ទុកខ្លួនគាត់ទុកប្រើខ្លួនឯង ទុកចោលអញ្ចឹង ហ្នឹងតែថ្ងៃមួយហ្នឹងឪពុកចុងគាត់ស្លាប់ហើយម្ដាយគាត់ក៏បានមកនៅជាមួយគាត់វិញហ្នឹងណាតែក្រោយមកដោយសារតែគ្រូហ្នឹងឃើញសមត្ថភាពរបស់ Newton ល្អពេកអញ្ចឹងក៏បានទៅនិយាយគ្នាមួយម្ដាយ Newton នេះអញ្ចឹងទៅអញ្ចឹងទីបំផុតហ្នឹងក៏ព្រមឲ្យ Newton ទៅរៀនឡើងវិញ រៀនវិញទៀត ហ្នឹងហើយអញ្ចឹងមានថាគ្រូហ្នឹងហើយដែលជាអ្នកបំលាស់ដូរវិទ្យាសាស្ត្រពិភពលោកបើសិនបើអត់មានគ្រូម្នាក់ហ្នឹងទេក៏ Newton អត់បានលេចមុខវត្តមាន Isaac Newton នៅរាល់ថ្ងៃណា គេថាលោកគ្រូគាត់គឺជាអ្នកស្ការប្រែឲ្យគាត់បានទៅរៀនបន្តសាថ្មីអញ្ចឹងណា ហ្នឹង ហើយនៅដំណើរនៅពេលដែលគាត់ត្រឡប់ទៅរៀនសាជាថ្មីហ្នឹងតើគាត់មានបង្កើតអ្វីថ្មីឬក៏គាត់រកឃើញអ្វីថ្មីឬក៏គាត់មានអ្វីដែលថ្មីសម្រាប់ចែកជួយតែគ្រប់តយើងទេ អីដែលល្បីបំផុតហ្នឹងគឺគាត់បានសិក្សាបន្តពី Galilei ទៅលើទ្រឹស្ដីចលនាហ្នឹងដោយសារពេលមុន Galilei បានសិក្សាពីចលនាហើយបន្តហើយប៉ុន្តែវាអត់បានទស្សនាលម្អិតអញ្ចឹង Newton ក៏បានបែកជាច្បាប់មាន3ច្បាប់ចលនាមាន3យ៉ាងនៅរូបវិទ្យាយើង ហ្នឹងរូបវិទ្យាយើងរៀនហ្នឹងទី11ទី12ហ្នឹងអញ្ចឹងគាត់ក៏បានសិក្សាលម្អិតពីរឿងទាំងអស់ទៀតហើយមិនត្រឹមតែប៉ុណ្្នឹងទេគាត់បានបង្កើតនៅអីដែលថ្មីមួយសម្រាប់វិស័យគណិតសាស្ត្រគឺការគណនាតាមបែប Derivative និង differential សំណាងយើងនិយាយពី Derivative អីអស់ហ្នឹងគឺយើងគាត់លឺឈ្មោះក៏យើងញាក់សាច់ដែរគាត់ថាគាត់នឹកឃើញយ៉ាងម៉េចគាត់ថាកើតគំនិតយ៉ាងម៉េចបានគាត់ដល់ថាការគាត់បង្កើតហ្នឹងឲ្យគាត់ស្រាវជ្រាវហ្នឹងដើម្បីយកមកដោះស្រាយយើងសំណាងមានដឹងហើយអ្នកដែលយើងរៀនរាល់ថ្ងៃនេះយើងពិបាកមែនតើហើយរំរៀនចេះគឺមិនថាមិនគ្រប់គ្នារៀនចេះទៀតណាអញ្ចឹងក៏ប៉ុន្តែអាហ្នឹងវាកើតឡើងពីដូចជាចំណោទមួយអញ្ចឹងនៅក្នុងចំណោទវិទ្យាសាស្ត្រគណិតវិទ្យាវាមានច្រកដោះស្រាយច្រើនជួនកាលយើងគិតថាអាហ្នឹងប្រវត្តិប៉ុន្តែនៅពេលដែលគេអ្នកបង្កើតដំបូងគាត់អត់ expect ហ្នឹងគាត់អត់ដឹងថាអាហ្នឹងនឹងចេញជាអញ្ចឹងទេគាត់មិនមែនមានគម្រោងបង្កើតអាហ្នឹងទេតែដោយសារតែក្បួនដែលគាត់កណនាហ្នឹងវាឃើញតែត្រឹមត្រូវអញ្ចឹងគាត់ក៏ធ្វើអាហ្នឹងតរហូតទៅដល់ពេលយើងធ្វើតវាកើតទៅជាក្បួនខ្នាតមួយអញ្ចឹងណាតែខ្ញុំដល់គ្នាខ្ញុំឆ្ងល់តកតងជាមួយនឹងអ្នកវិទ្យាសាស្ត្រយើងមែនតើហើយខ្ញុំក៏ឆ្ងល់សរសើរមែនតើអញ្ចឹងបានខ្ញុំអាចថាខ្ញុំជាអ្នកនិយមអ្នកវិទ្យាសាស្ត្រគួរសមដែរខ្ញុំឆ្ងល់ខ្ញុំឆ្លៃសរសើរគាត់ដល់ថានៅពេលខ្លះដែលគាត់សិក្សាអ្វីមួយហើយគាត់បង្កើតអ្វីទៅមួយហើយដល់ពេលយើងយកមករៀនដឹងថាពិបាកមែនតើហើយយើងគិតថាគាត់យ៉ាងម៉េចមកគាត់កើតអស់ហ្នឹងបានថាគាត់សិក្សាមិនគាត់ធ្វើមិនយើងពិតជាឆ្ងល់មែនតើដែលគាត់អាចបង្កើតរបស់អស់ហ្នឹងដែលយើងមករៀនសប្តាហ៍ថ្ងៃហើយអ្នកខ្លះដូចតែខ្ញុំពេលខ្លះរៀនមិនចេះផងហ្នឹងចឹងអញ្ចឹងសំណាងតើយើងតទៀតហ្នឹងអាហ្នឹងវាអាចតាក់ទងជាមួយនឹងចំណង់ចំណូលចិត្តហើយនឹងការខិតខំប្រឹងប្រែងដោយសារតា Isaac Newton ហ្នឹងគាត់ជាមនុស្សម្នាក់ដែលគេហៅថាឯកោនិយមណាអញ្ចឹងគាត់ចំណាយពេលភាគច្រើនក្នុងការដែលរៀនបន្ថែមហើយនឹងគិតដោះស្រាយលំហាត់កណនាពីគណិតវិទ្យានិងរូបវិទ្យាអញ្ចឹងទៅនឹងរករបបថ្មីទៀតអញ្ចឹងណាដោយសារចំណង់ចំណូលចិត្តគាត់ត្រូវអាហ្នឹងហើយមួយទៀតគាត់ព្យាយាមធ្វើវាមានថាគាត់យកអាហ្នឹងជាអាជីពជាសុបិនជាអីគ្រប់យ៉ាងរបស់គាត់អញ្ចឹងធ្វើឲ្យគាត់ខិតខំខ្លាំងសំណាងយើងនិយាយដល់តាមនេះយើងប្រហែលជាដល់កន្លែងមួយដែលអ្នកដល់គ្នាប្រហែលជាខ្ញុំគិតថានៅលើពិភពលោកណាក៏ធ្លាប់បានឃើញវីដេអូហ្នឹងឬក៏រូបភាពហ្នឹងហើយក៏ធ្លាប់តែងយករឿងហ្នឹងយកនិយាយសាច់ជាមីមអីចឹងណាគឺការធ្លាក់ថែប៉មនៅលើក្បាលរបស់គាត់ហើយឲ្យបង្កើតបានជាកម្លាំងទំនាញច្បាប់កម្លាំងទំនាញអីហ្នឹងហ្នឹងហើយសំណាងធ្វើនិយាយមើលតើកន្លែងហ្នឹងវាកើតឡើងវាយ៉ាងម៉េចដែរដើម្បីដែលកុំព្យូទ័រយើងបានជ្រាបកាន់តែច្បាស់ចឹងណាព្រោះអីអ្នកទាំងអស់គ្នាគឺតែយកមកលេងសើចអីចឹងតែជារឿងមួយដែលទៅថាធ្វើឲ្យពិភពលោកផ្លាស់ប្ដូរបានប៉មជាអ្នកបង្កើតវិទ្យាសាស្ត្រក៏ប៉ុន្តែអាហ្នឹងវាមានពីមុនមកហើយពីមុនមកវិទ្យាសាស្ត្រភាគច្រើនយោងទៅតាមទ្រឹស្ដីរបស់ Aristotle តែក្រោយមកទៀតអ្នកដែលធ្វើបដិវត្តទៅលើវិទ្យាសាស្ត្រហ្នឹងអាចនិយាយថាគាត់គឺជាបិតាវិទ្យាសាស្ត្រមុនសម័យរបស់ Newton ហ្នឹងគឺ Galilei ក៏ធ្លាប់ធ្វើចលនាទម្លាក់សេរីដែរគាត់ធ្លាប់និយាយថាទ្រឹស្ដីរបស់គាត់ហ្នឹងប្រឆាំងជាមួយនឹងកាតូលិកសាសនាកាតូលិកហើយនឹងទ្រឹស្ដីរបស់ Aristotle ថែមទៀតដោយសារពេលហ្នឹងគាត់និយាយថាបើសិនជាអត់មានទំនាញផែនកម្លាំងអីមួយហ្នឹងទេដែលយើងដឹងថាទំនាញផែនដីវត្ថុទាំងអស់ហ្នឹងធ្លាក់ចុះមកទៅណាគ្នាទេតែដោយសារតែមានកម្លាំងទំនាញផែនដីហ្នឹងធ្វើឲ្យវត្ថុហ្នឹងធ្ងន់ធ្លាក់លឿនជាងវត្ថុស្រាលអីចឹងណាតែអាហ្នឹងហើយគឺជាមូលដ្ឋានគ្រឹះដែល Newton យកមកសិក្សាបន្តតែគាត់គិតអត់ចេញទេគាត់គិតអត់ចេញដល់ពេលថ្ងៃមួយទៅអង្គុយចិញ្ចឹមនៅវាស្រែក្រោមដើមប៉មតប៉មធ្លាក់ចំក្បាលមកបាននឹកឃើញអាហ្នឹងវាចឹងតាដល់ពេលចឹងដូចពេលខ្លះទៅដូចដាស់យើងចឹងហ្នឹងហើយដល់ពេលអ្នកថាពេលខ្លះទៅយើងគិតអត់ចេញទេហ្នឹងជីវិតប៉ិតយើងពេលខ្លះយើងគិតអត់ចេញប៉ុន្តែព
ពេលខ្លះយើងអាចអានសភៅមកទំព័រអីពេលខ្លះក៏ជួយយើងដាស់យើងឬក៏ motivation ណាផ្លាស់ប្ដូរជីវិតយើងដែរណាឬក៏យើងធ្វើរឿងអីមួយដែលថាទៅ relax ឡើងណាមួយឬក៏អីក៏ជួយឲ្យយើងនឹងអាចបង្កើតឬក៏នឹកឃើញអីដែលថ្មីបានដែរដូចNewton អញ្ចឹងនៅពេលដែលគាត់ធ្លាក់ហ្នឹងហើយបានគាត់ទៅធ្វើមកទៀតគាត់បានសិក្សាតាក់ទងជាមួយនឹងច្បាប់គេថាទំនាញផែនដីយើងហ្នឹង តែអាហ្នឹងវាដូចជារបបកំហើញរបស់គាត់មួយអញ្ចឹងណាគាត់ដឹងថាបើសិនបើអត់មានកម្លាំងទំនាញទេប៉មអត់វាច្បាស់ជ្រុះឡើងលើហើយវាអត់ជុំមកក្រោមទេអញ្ចឹងគាត់ចូលអាហ្នឹងទៅជាមូលដ្ឋាននៃការសិក្សាបន្តទៀតអញ្ចឹងគាត់ក៏បានយកវាទៅសិក្សាលម្អិតហើយក៏បានចេញទៅជាទ្រឹស្ដីនៃកម្លាំងទំនាញផែនដីអញ្ចឹងសំណាងតាក់ទងជាមួយនឹង Newton គឺគាត់បង្កើតថារូបមន្តច្រើនមែនទែនហើយគាត់សិក្សាច្រើនមែនទែនហើយនិយាយរួមទៅគឺចាត់ទុកថាជា top វត្តហើយដែលជាអ្នកបិតាវិទ្យាសាស្ត្រប៉ុន្តែសំណាងសូមរំលឹកតិចមើលតើគាត់បង្កើតអីបានខ្លះដែរក្នុងជីវិតរបស់គាត់អញ្ចឹងគាត់ថាគាត់មានស្នាដៃអីច្រើនប្រមាណហើយអីខ្លះដែរអាចរៀបរាប់បានខ្លះទេស្នាដៃគាត់មានច្រើនតែនៅក្នុងហើយសំខាន់ហ្នឹងគឺមានច្បាប់ចលនាទម្លាក់សេរីការរូបមន្តគណិតវិទ្យាមួយចំនួនដូចជា Delaware Integral Differential អញ្ចឹងណាហ្នឹងអាហ្នឹងជាអីដែលសំខាន់ក្នុងការផ្លាស់ប្ដូរពិភពលោកខ្លាំងមែនតើហ្មងតែគាត់មានស្នាដៃច្រើនទៀតដល់ពេលដែលគាត់ធ្វើការនៅក្នុងរាជរដ្ឋសភាវិទ្យាសាស្ត្ររបស់អង់គ្លេសសំណាងនៅពេលដែលអ្នកវិទ្យាសាស្ត្រយើងមកកាត់ដូចថារូបមន្តដូច Delaware ឬក៏ Integral ដូចមួយហ្នឹងខ្ញុំឆ្ងល់ចេះតែគាត់មើលឃើញអនាគតមែនឬក៏គាត់ក្តោបអីបានមួយមែនថារបស់ហ្នឹងហើយគាត់ធ្វើឲ្យត្រូវរហូតហើយថាយើងយកមកគឺយើងយកថាកណនីតាមរូបមន្តហ្នឹងគឺត្រូវរហូតតើគាត់គិតមិនកណនីមិនបានដល់ថារបស់ហ្នឹងមួយគឺយើងធ្វើថាមិនអាចខុសថាដូចពេលខ្លះទៅយើងយល់ថាយើងព្យាករអីមួយពេលខ្លះពេលគាត់ថាត្រូវអស់យល់ថាសម័យជាថាសម័យកាលខ្លះក៏ខុសសម័យកាលខ្លះត្រូវអញ្ចឹងប៉ុន្តែរូបមន្តដូចចលនាវិទ្យារូបជាតិដែលយើងប្រើថ្ងៃគឺมันចេះខុសហ្មងនិយាយថាពេលយើងប្រើគឺកណនីគឺដឹងតែត្រូវអញ្ចឹងអាហ្នឹងតំណាងអាចជាបោះសាច់ទីមួយវាមិនថាអញ្ចឹងក៏ត្រូវយើងនិយាយទៀតថារូបមន្តខ្លះក៏មានខុសដែរមិនមែនថាត្រូវទាំងអស់ទេតែមូលហេតុដែលហ្នឹងគេពឹងលើច្បាប់របស់គណិតវិទ្យាមានថាតក្កវិទ្យារបស់គណិតវិទ្យាហើយមួយទៀតពឹងលើការពិសោធន៍ហ្នឹងហើយបើរូបវិទ្យាភាគច្រើនរូបវិទ្យាពឹងលើការពិសោធន៍ជាក់ស្ដែងអញ្ចឹងណាប៉ុន្តែក៏មានច្បាប់មួយចំនួនវាក្រោយមកក៏ទៅជាខុសវិញអញ្ចឹងណាយើងឃើញច្រើនដែរមិនមែនតិចទេប៉ុន្តែមូលហេតុធំហ្នឹងគឺដោយសារតែអាចចំណោទបញ្ហាហ្នឹងគេត្រូវគេយករូបមន្តគណិតវិទ្យាដោះស្រាយអញ្ចឹងនៅពេលដែលរកដូចថារបៀបមួយហ្នឹងយើងរករូបមន្តមកដោះស្រាយឃើញហើយយើងមិនចាំបានថាអូអានឹងដោះស្រាយតាមវិធីហ្នឹងអញ្ចឹងវិធីដែលដោះស្រាយហ្នឹងវាបង្កើតទៅជារូបមន្តទៅជាកន្លឹះរបស់សម័យកាលមួយឬក៏លំហាត់មួយអញ្ចឹងទៅសំណាងតកតងជាមួយនឹងប្រវត្តិរបស់គាត់គឺយើងបានដឹងច្រើនហើយប៉ុន្តែយើងចង់ឲ្យសំណាងនិយាយតកតងជាមួយនឹងការដែលគាត់នៅរាជរដ្ឋសភារបស់អង់គ្លេសព្រោះរឿងនេះក៏សំខាន់ដែរក្នុងបរិបទនៅក្នុងហ្នឹងគឺខ្ញុំតាមដានព័ត៌មានមួយចំនួនគឺវាមានរឿងច្រើនមែនតើដែលគាត់ចង់ច្រាស់ដែរអញ្ចឹងណាសំណាងអាចដឹងទេហើយអាចបកស្រាយតិចមើលដោយសារតែគាត់កើតមកជាក្មេងដែលខ្វះភាពកក់ក្ដៅអញ្ចឹងធ្វើឲ្យជីវិតរបស់គាត់ហ្នឹងពិបាកចុះសម្រុងអ្នកដទៃហើយគាត់ជាមនុស្សម្នាក់ដែលអាចនិយាយថាឆេវឆាវខ្លាំងហើយគាត់អត់អាចទទួលយកបាននៅមតិអវិជ្ជមានហ្នឹងគេថាការរិះគន់ហ្នឹងគឺអត់អាចទទួលយកបានហ្មងណាអញ្ចឹងរូបមន្តគាត់មួយចេញមកគឺគេហៅថាពេលខ្លះខាត់ពេលវេលាច្រើនតែគាត់អាចចុះកម្មសិទ្ធិបញ្ញារូបមន្តនឹងបានក្នុងពេលដ៏ខ្លីហ្នឹងប៉ុន្តែគាត់ទុកចោលរយៈពេលយូរអីចឹងណាដោយសារតែគាត់ប្រភេទមនុស្សដែលគេហៅថាអត់អាចទទួលយកមតិមហាជនបាននេះថាបាក់ទទួលយកការរិះគន់ឬក៏អីចឹងអ្នកទាំងខ្ញុំកន្លែងនេះខ្ញុំចង់រំលឹកតិចតទៅជាមួយនឹងជីវិតប្រចាំថ្ងៃរបស់ពួកយើងសំណាមនៅពេលដែលយើងគិតឲ្យមែនតែនទៅយើងគិតមិនថាអ្នកវិទ្យាសាស្ត្រមហាសិទ្ធិក៏ប៉ុន្តែគឺគ្មាននរណាម្នាក់មានជីវិតអត់ខ្ចោះទេហ្នឹងទៅជាស្ដែងដូចជាលោក Newton អញ្ចឹងឃើញអត់គាត់មានជីវិតមួយពីតូចមកគឺពិបាកមែនទែនគាត់បែកបាក់គ្រួសារគាត់ខ្វះភាពកក់ក្ដៅហើយដល់ពេលធំឡើងគាត់អាចថាអារម្មណ៍ផ្លូវចិត្តគាត់ក៏អត់ល្អដែរប៉ុន្តែគាត់នៅតែបង្កើតអ្វីៗដែលអស្ចារ្យធ្វើឲ្យមនុស្សជាតិយើងគឺអាចរីកចម្រើនបានដល់10ថ្ងៃហើយជាក់ស្ដែងដូចគាត់មួយទៀតគឺតកតងការរិះគន់អីក៏គាត់មិនអាចទទួលយកបានដែរអញ្ចឹងចឹងមិនថាវាបានបរិញ្ញាយើងថាពេលខ្លះមនុស្សយើងមិនចាំបាច់ perfect ឬក៏ល្អខ្ចោយទេឲ្យតែយើងធ្វើរឿងមួយដែលឲ្យតែល្អគ្រប់គ្រាន់សម្រាប់ជីវិតយើងគឺល្អហើយអញ្ចឹងវាថាយើងរៀនទទួលយកអ្វីដែលមិនល្អខ្លះរៀនទទួលយកអ្វីដែលមានការរិះគន់ឬក៏អាចថាយើងពេលខ្លះទៅយើងធ្វើបានឬមិនហ្នឹងហើយយើងទៅតូចចិត្តខ្លួនឯងទៅអីទៀតគេថាយើងធ្វើបានត្រូវសំណាងខ្ញុំថាអ្វីដែលយើងធ្វើបានល្អហើយយើងកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក
ចឹងដូចយូតុនចឹងគាត់ធ្វើរឿងបានល្អចាយប៉ុន្តែរឿងខ្លះទៀតក៏គាត់អត់អាចទទួលយកបានដែរខ្ញុំថាជីវិតយើងគ្មានណាគេល្អខ្ចោះអូឲ្យតែកាត់មកគឺដឹងតែអាចធ្វើបានរឿងល្អគឺវាមិនអាចទេត្រូវតែណា ត្រូវដោយសាររឿងហ្នឹងហើយនៅរៀនទៅសភាអង់គ្លេសហ្នឹងគេមានការយកចែកដេញដោលគ្នាមិនថាគេយក topic ប្រធានបទអីមួយយកមកជជែកឆ្លុះគ្នាយកមកឈានដល់ឆ្លុះគ្នាអីផ្អើលវិញហ្នឹងអញ្ចឹងគឺពិបាកដែរដោយសារតែបើ Newton ផ្ទាល់គាត់ជំនឿដែលអាចទទួលយកបានណាអញ្ចឹងគាត់តែប៉ះលើកម្មករជាមួយនឹងខាងអ្នកវិទ្យាសាស្ត្រផ្សេងទៀតហ្នឹងហើយ តែសំណាងខ្ញុំដោយសារខ្ញុំធ្លាប់បានស្ដាប់ទាក់ទងជាមួយនឹងវីដេអូឬក៏តែអត្ថបទមួយចំនួនទាក់ទងជាមួយនៅ Newton ទាក់ទងមួយវិទ្យាសាស្ត្រនៅអង់គ្លេសនឹងដែរប៉ុន្តែដល់ពេលខ្ញុំស្ដាប់ទៅដូចមិនថាដូចខ្ញុំរឿងចឹងវាថាបើសិនតែយើងធ្វើជារឿងក៏ដូចខ្ញុំរឿងពីថាអ្នកវិទ្យាសាស្ត្រក៏មិនមែនគាត់ថាមានល្អហើយមានថាអ្នកខ្លះមានចង់ខ្វែងជើងយើងអីដែរចឹងណាទៅថាទៅមិនមែនថាតែអ្នកវិទ្យាសាស្ត្រឬក៏អ្នកប្រាជ្ញទៅតែល្អពេលថាគាត់ក៏មានចិត្តអត្រាយយំខ្លះដែរខ្លះក៏រៀងខ្លួននេះអីចឹងណាជឿអា ហ្នឹងទៅតាមទំនោររបស់មនុស្សយើងគិតថាអ្នកណាដែលល្អតែដូចឧទាហរណ៍ងាយៗស្រាប់ដូចរវាងNikola Tesla ជាមួយនឹងលោក Thomas Edison យ៉ាយើងដល់ពេលយើងទៅមើលទៅអូរឿងនេះក្នុងវិទ្យាសាស្ត្រក៏កាច់កង់នេះសម្បើមិនមែនដូចរឿងភាគអីដូចរឿងយ៉ាងចុះថាសាជីវិតយើងគឺថាតែប៉ុណ្្នឹងឯងយើងកុំទៅតូចចិត្តអីអ្នកខ្លះយើងឃើញនៅក្នុងបណ្ដាញសង្គមច្រើនសំណាងជឿថាយើងទៅខឹងមិត្តភ័ក្ដិយើងឬខឹងណាម្នាក់យើងផុស Facebook យើងតូចតែឯងចេះក៏ប៉ិតបើយើងយកប្រយោជន៍មែនតើក៏ប៉ិតរឿងអស់ហ្នឹងវាត្រូវកាត់ឡើងចឹងហើយវាថាវាមិនអាចល្អខ្ចោះណាជួតវាតែតែមានការប៉ះគ្នាឬក៏រិះគន់គ្នាឬក៏អន់ចិត្តគ្នាវាតែតែមានចឹងហើយมันអាចមានរឿងណាអង្គុយស្រឡាញ់យើងគ្រប់10ទាំងអស់ទេខ្ញុំរៀនទទួលយកមករឿងអស់ហ្នឹងថាមនុស្សយើងมันអាចមានអាគេស្រឡាញ់យើងគ្រប់10ទេប៉ុន្តែអ្វីដែលយើងធ្វើហ្នឹងតើវាល្អកម្រិតណាយើងប៉ះពាល់គេកម្រិតណាប៉ុណ្្នឹងឯងចឹងណាសំណាងដល់តកតងជាមួយនឹងលោក Newton យើងឥឡូវយើងដល់រដ្ឋភិហើយតើសំណាងអាចនិយាយទៀតមើលតើគាត់មានអីបន្តទៅមុខទៀតក្នុងជីវិតគាត់ដែរទេសំណាងអាចមានអីបន្ថែមទេ Newton គាត់មានស្នាដៃច្រើនណាស់តកតងមួយតែគាត់ថាជាអត្ថបទខ្លីៗដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្ររបស់អង់គ្លេសតែអាហ្នឹងវាសំខាន់ដោយសារតែវាជាមូលដ្ឋានគ្រឹះក្នុងការដែលឲ្យអ្នកវិទ្យាសាស្ត្រចំនួនក្រោយសិក្សាសូម្បីតែ Albert Einstein ក៏គាត់ទៅសារ Newton ដែរគាត់ថា Newton គឺជាមនុស្សម្នាក់ដែលបង្កើតអីមួយដែលថ្មីខ្លាំងមែនតើហ្នឹងនៅពេលដែលខ្ញុំធ្លាប់បានឮដែរខ្ញុំបើស្រាប់អ្នកវិទ្យាសាស្ត្រខ្ញុំគិតថាអ្នកដែលចាត់ទុកគឺថាជា top ខ្លាំងហ្មងគេថាជា Albert Einstein និង Newton ហ្នឹងឯងជាកំពូលមនុស្សដែលជួយឲ្យពិភពលោកយើងគឺប្រែប្រួលច្រើនមែនតើសំណាងអាចយើងនិយាយតិចមើលតើតកតរវាង Newton ជាមួយនឹង Einstein តើពួកគាត់មួយណាដែលគាត់បង្កើតស្នាដៃបានច្រើនជាងឬក៏វាមានភាពផ្លែកគ្នាយ៉ាងម៉េចដែរចឹងនិយាយទៅបើរវាងបើធ្វើតាមដែលគេធ្លាប់ធ្វើបទវិភាគក្នុងអ៊ីនធឺណិតក៏គេមានការវិភាគនឹងដែរថាបើនិយាយពី IQ Newton មិនអាចប្រៀបមួយ Einstein បានទេគឺឆ្ងាយគ្នាដាច់ភឹងតែម្ដង Newton IQ ទៀតទេប៉ុន្តែគាត់សម្រេចការងារបានច្រើនជាង Einstein ហើយអត់អីចឹងបើយើងនិយាយទៅអាចតើតោះជាមួយនឹងការខិតខំប្រឹងប្រែងឬក៏ពេលវេលានៃការងារអញ្ចឹងណារបៀបធ្វើការអញ្ចឹងហ្នឹងរបៀបធ្វើការតែ Newton គាត់អត់ចេះអត់ចង់ថាគាត់អត់ចុះសម្រងមួយពិភពខាងក្រៅទេអញ្ចឹងភាគច្រើននៃជីវិតរបស់គាត់គឺជាមួយនឹងវិទ្យាសាស្ត្រហ្នឹងឯងត្រូវហើយតែបើខ្ញុំនិយាយទៅបើសម្រាប់ខ្ញុំផ្ទាល់ហ្មងអ្នកវិទ្យាសាស្ត្រខ្ញុំគិតថាខ្លាំងជាងគេគឺ Galileo Galilei វាជាជនជាតិអ៊ីតាលីហ្នឹងហើយអ៊ីតាលីសូម្បីតែ Einstein គាត់និយាយថា Galileo ហ្នឹងគឺជាបិតាវិទ្យាសាស្ត្រគ្រប់គ្នាអ្នកដែលវិទ្យាសាស្ត្រក្រោយមកទៀតសូម្បីតែ Isaac Newton ក៏ដោយ Albert Einstein ក៏ដោយ Stephen Hawking ក៏ដោយសុទ្ធតែមានតម្រុយពីអ្នកវិទ្យាសាស្ត្រចំនួនមុនតែ Galilei បង្កើតថ្មីសូម្បីតែ telescope គាត់តែបង្កើតឡើងហ្មងអញ្ចឹងមានថាគាត់ខ្លាំងជាងគេហ្នឹងតែខ្ញុំស្ដាប់បងសេចក្ដីណាគាត់នឹងនិយាយពីរឿងហ្នឹងខ្ញុំស្ដាប់ច្រើនតែខ្ញុំគេស្ដាប់រាល់យប់ហ្នឹងខ្ញុំបានលើកកាត់ថាដែរអញ្ចឹងចាំមើលវីដេអូក្រោយចាប់យើងធ្វើពីគាត់អីក៏មកវីដេអូទៀតអញ្ចឹងណាសំណាងឥឡូវយើងចំណាំអីបន្ថែមទេតើតងវីដេអូហ្នឹងដូចជាយើងអត់មានអីបន្ថែមទេយើងច្រើនដែរមើលតែខ្ញុំចង់រំលេចតិចមើលតើតងជាមួយ Newton ដូចជាខ្ញុំចាំបានដូចជាខាងរាជវង្សអង់គ្លេសបានដូចថាឲ្យតំណែងគាត់ទៅថាពេលគាត់ស្លាប់ហ្នឹងគឺតម្កល់នៅកន្លែងថាចុះក្នុងដែលថាកន្លែងជាទីមួយចុះសពគឺទោះខ្សែជវង្សបានចុះបានហ្នឹងគឺសំណាងអាចចាំឲ្យហ្នឹងជួយប៉ាន់ដល់ពេលដែល Newton គាត់ស្លាប់ទៅហ្នឹងខាងរាជវង្សអង់គ្លេសហ្នឹងគេអនុញ្ញាតឲ្យបញ្ចុះសពនៅក្នុងកន្លែងរាជវង្សហើយប្រទានងារជា Sir ទៀតនៅប្រទេសអង់គ្លេសពាក្យ Sir ហ្នឹងគឺខ្ពស់ណាគឺថាយើងគេទៅគោរពងារជា
ធំមែនតើសម្ដេចអី ដូចសម្ដេចអីចឹង ហ្នឹងហើយអញ្ចឹងគាត់ចឹងគូចប់នៃជីវិតរបស់គាត់ហ្នឹងគាត់បានបន្សល់ទុកស្នាដៃវិទ្យាសាស្ត្រជាច្រើននិងគេឈ្មោះដ៏ធំមិនថាតែនៅប្រទេសអង់គ្លេសសូម្បីពិភពលោកទាំងមូលសូម្បីយើងរាល់ថ្ងៃយើងរៀនថ្នាក់ទី10ទី11 12ទៅជួបរួមមុនរបស់ Newton រហូតយើងគាត់គិតជា Newton យើងដឹងហើយអ្នកដែលរៀន Newton ស្រាប់យើងពិបាករៀនគឺយើងដឹងហើយតែសំណាងចង់ក្រោយទីខ្ញុំចង់និយាយតើសង្ខេបជីវិតគាត់ទាំងមូលតើជីវិតគាត់គូសារគាត់យ៉ាងម៉េចតែថាគាត់សមប្រកបដែរទេជីវិតគូសារគាត់ដេកប្រពន្ធគាត់កូនចៅគាត់មានទេឬក៏ជីវភាពគាត់មិនដែរមកថាមកចប់គូសារមកជីវភាពគាត់ចឹងណាជីវិត Newton ពីក្មេងរហូតដល់ថាពេញវ័យពិបាកខ្លាំងគាត់មានគ្រួសារមានបងប្អូនទេអូអញ្ចឹងមិនថាឯកាមែនទេហ្នឹងហើយដល់ពេលចាប់ពីថាគេហៅថាចូលមជ្ឈមវ័យថាចូលចាប់ពីពេញវ័យទៅរហូតដល់គាត់ចាស់ទៅជីវិតគាត់បើតែមិនសូវចុះសម្រុងមួយអ្នកអតីអីចឹងតែក៏លែងពិបាកដូចមុនដែរណាមួយគាត់បានម្ដាយរបស់គាត់មកនៅជាមួយគាត់វិញអីចឹងហើយគាត់ក៏មានគេហៅថាប្រាក់ឧបត្ថម្ភពីខាងរាជរដ្ឋាភិបាលវិទ្យាសាស្ត្រអង់គ្លេសចឹងណាហើយនឹងប្រាក់គាត់រកបានពីការចុះកម្មសិទ្ធិបញ្ញាពីសាលារបស់គាត់ច្រើនអញ្ចឹងគាត់អាចថាគាត់ជាអ្នកមានជំនាន់ហ្នឹងប៉ុន្តែគាត់អត់មានប្រពន្ធមានកូនអីទេណោះហើយហេតុផលអីដែរអាចដឹងទេណោះអាហ្នឹងយើងអត់មានឯកសារណាដែលទៅលម្អិតពីរឿងហ្នឹងប៉ុន្តែគេគាត់និយាយថាគាត់អត់សូវចុះសម្រុងម្នាក់អតីពិបាកនឹងចុះសម្រុងម្នាក់អតីត្រូវហើយតំណាងពេលដែលខ្ញុំធ្លាប់បានឮដែរធ្លាប់បានអានដែរថា Newton នេះគឺជាបុគ្គលម្នាក់ដែលគាត់ពិបាកចុះសម្រុងមួយគេខ្លាំងមែនទែនដូចយើងនិយាយពីដើមអញ្ចឹងថាចរិតគាត់គឺគាត់ពិបាកនិយាយថាបាក់នៅមួយគេហ្មងលើ Steve Jobs ទេបាក់នៅមួយគេពិបាកអីយើងនិយាយទៅគាត់ដូចគេថា introvert ណាថានេះលើ introvert ទៀតintrovert គេថាគាត់អត់ចេះនៅមួយគេបណ្ដោយចឹងមិនថាពេលខ្លះទៅយើងបានប្រើប្រាស់របស់មួយចេញពីស្នាដៃបុគ្គលដែលអស្ចារ្យបែបនេះប៉ុន្តែយើងក៏លេចទៅមើលជីវិតគាត់ពេលខ្លះទៅកំសត់គេថាគាត់ឯកានេះ Newton ដូចតែ Tesla ដែរទេគាត់គ្មានប្រពន្ធមានកូនគាត់ស្លាប់នៅក្នុងស្ថានភាពមួយដែលក្រីក្រដែរពិបាកអញ្ចឹងនិយាយទៅអ្នកវិទ្យាសាស្ត្រដែលយើងបានប្រើប្រាស់របស់គាត់ដែលលើឈ្មោះគាត់នៅក្នុងវីដេអូពួកខ្ញុំឬក៏វីដេអូអ្នកដទៃឬក៏សារព័ត៌មានអីប៉ុន្តែជីវិតពួកគាត់គឺអ្នកខ្លះក៏មិនសួរដែរជឿសំណាងគាត់ជួបស្ថានភាពដែលឯកាក្រឬក៏ពេលខ្លះទៅមានគេដាក់អំពូលស្លាប់អីទៅអូយហេតុផលវាមានច្រើនតែអ្នកវិទ្យាសាស្ត្រយើងណាវាមានការកាច់កងគ្នាច្រើនហើយទៅវាពាក់ព័ន្ធមួយនឹងពេលខ្លះទស្សនវិជ្ជាសាស្ត្រទាក់ទងមួយការរស់ស៊ីអញ្ចឹងវាពិបាកដែរដូច្នេះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេដល់គ្នាដូចខ្ញុំតារាខ្ញុំសំណាងពួកយើងជួបគ្នានៅវីដេអូក្រោយទៀត